ជំរាបសួរនាងខ្ញុំឡៃដានីថ្ងៃនេះនាងខ្ញុំសូមជម្រាបជូនព័ត៌មានអំពីករណីឆោបបោកទិដ្ឋាការកាលពីពេលថ្មីៗនេះមានបងប្អូនជាច្រើននៅតែបន្តសួរសំណួរអំពីឱកាសការងារនៅប្រទេសអូស្ត្រាលីជាពិសេសការធ្វើការនៅផ្នែកកសិកម្មដូចជាការបេះឬវេចខ្ចប់បន្លែនិងផ្លែឈើជាដើមដោយសារតែបងប្អូនទាំងនោះបានមើលវីដេអូផ្សព្វផ្សាយរបស់ក្រុមហ៊ុនមួយចំនួនដែលរៀបរាប់ថាអូស្ត្រាលីកំពុងត្រូវការបុគ្គលិកផ្នែកកសិកម្មហើយមានលក្ខខណ្ឌងាយៗណាស់នៅក្នុងការដាក់ពាក្យស្នើសុំសិទ្ធិធ្វើការក្នុងផ្នែកនេះនិងមិនចាំបាច់មានបទពិសោធន៍ការងារទៀតផងកន្លងមកយើងបានផលិតវីដេអូជាច្រើនដើម្បីពន្យល់បងប្អូនឲ្យយល់ច្បាស់អំពីបញ្ហានេះហើយឥឡូវនេះក៏សូមបញ្ជាក់ជូនដដែលថាមិនមានវីសាកសិកម្មសម្រាប់ប្រទេសកម្ពុជានោះទេដូច្នេះប្រសិនបើមានបុគ្គលឬក្រុមហ៊ុនណាមួយអះអាងថាគេអាចជួយឲ្យអ្នកទទួលបាននៅទិដ្ឋាការកសិកម្មឬវីសាកសិកម្មនោះមិនមែនជាការពិតទេនោះជាការឆោបបោកទាំងស្រុងសូមជូនគន្លឹះមួយចំនួនដើម្បីឲ្យបងប្អូនអាចស្វែងរកព័ត៌មានពិតពីបុគ្គលឬក្រុមហ៊ុនទាំងនោះ 1. សូមសួរអំពីលេខនៃទិដ្ឋាការនោះសួរថាតើស័ព្ទខ្លះលេខប៉ុន្មានដែលគេដាក់ពាក្យឲ្យអ្នកប្រសិនបើគេមិនមានចម្លើយនោះគឺជាចំណុចមួយដែលបង្ហាញពីចេតនាឆោបបោកហើយប្រសិនបើបានលេខស័ព្ទខ្លះក៏ត្រូវតែរកព័ត៌មានឲ្យច្បាស់ថាតើវាជាប្រភេទវីសាអ្វីដើម្បីទទួលបានព័ត៌មានជាក់លាក់អ្នកត្រូវតែប្រឹក្សាជាមួយភ្នាក់ងារអន្តោប្រវេសន៍ដែលបានចុះបញ្ជីត្រឹមត្រូវហើយ Oswai Migration and Education រងចាំជួយអ្នកជានិច្ច 2. ចំណុចសំខាន់មួយទៀតដែលអ្នកត្រូវតែចងចាំគឺភ្នាក់ងារអន្តោប្រវេសន៍ដែលស្របច្បាប់មិនដែលសន្យាថានឹងជួយអ្នកឲ្យទទួលបានទិដ្ឋាការ 100% ឡើយប៉ុន្តែគេធ្វើការដោយយកចិត្តទុកដាក់ខ្ពស់តាមបែបវិជ្ជាជីវៈដោយពន្យល់អតិថិជនឲ្យយល់ច្បាស់អំពីប្រភេទទិដ្ឋាការរបស់ខ្លួនព្រមទាំងផលប៉ះពាល់សម្រាប់អតិថិជនទៀតផងលើសពីនេះទៅទៀតមុននឹងធ្វើការជាមួយបងប្អូនគេតែងធ្វើកុងត្រាច្បាស់លាស់ជូនបងប្អូនដូច្នេះក្រុមហ៊ុននោះមានទំនួលខុសត្រូវខ្ពស់សម្រាប់សំណុំរឿងរបស់បងប្អូនសូមចងចាំថាពុំមានទិដ្ឋាការណាមួយដែលអ្នកអាចទទួលបានដោយលក្ខខណ្ឌងាយៗនោះទេ 3. សូមឈ្មោះបុគ្គលឬក្រុមហ៊ុននោះនិងពិនិត្យមើលឈ្មោះនោះថាតើមានចុះឈ្មោះជាមួយអូម៉ារ៉ាដែរឬទេអូម៉ារ៉ាគឺជាការិយាល័យនៃអាជ្ញាធរចុះបញ្ជីភ្នាក់ងារអន្តោប្រវេសន៍អ្នកអាចចូលទៅក្នុងគេហទំព័រ mara.gov.au ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាបានសរសេរដាស់តឿននៅលើ Facebook របស់ខ្លួនផងដែរស្ថានទូតបានបញ្ជាក់យ៉ាងច្បាស់ថាมันមានប្រភេទទិដ្ឋាការកសិកម្មទៀតទេសូមប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយពីស្ថាប័នឬបុគ្គលមួយចំនួនដែលក្លែងបន្លំថាអាចជួយសម្រួលទិដ្ឋាការប្រភេទនេះបានមានបងប្អូនមួយចំនួនចំណាយលុយរហូតដល់ $10,000 ទៅ $20,000 អាមេរិកដោយទទួលបានសន្យាពីគេថានឹងធ្វើការឲ្យបានទិដ្ឋាការ 100% ពីព្រោះគេអះអាងថាគេស្គាល់អ្នកធ្វើការនៅស្ថានទូតអូស្ត្រាលីនេះគឺជាការកុហកបោកប្រាស់ទាំងស្រុងយើងបានជួបបងប្អូនជាច្រើនដែលរងគ្រោះដោយសារភ្នាក់ងារអន្តោប្រវេសន៍ដែលមិនបានចុះបញ្ជីជាមួយអូម៉ារ៉ាអ្នកខ្លះខាតបង់ថវិកាដល់ទៅជិត $20,000 អាមេរិកដើម្បីរត់ការឯកសារប៉ុន្តែពួកគាត់មិនបានទទួលទិដ្ឋាការត្រឹមត្រូវនោះទេអ្នកខ្លះទៀតមិនត្រឹមតែខាតបង់លុយកាក់ប៉ុណ្ណោះទេថែមទាំងត្រូវច្បាប់ហាមឃាត់មិនឲ្យចូលប្រទេសអូស្ត្រាលីទៀតផងដោយសារតែការក្លែងបន្លំឯកសារអ្វីដែលគួរឲ្យអាណិតបំផុតនោះគឺអ្នករងគ្រោះទាំងនោះមិនបានដឹងអំពីការបោកប្រាស់ទាល់តែសោះហើយដោយសារតែពួកគេធ្វើការជាមួយនឹងក្រុមហ៊ុនដែលមិនបានចុះបញ្ជីត្រឹមត្រូវដូច្នេះរដ្ឋាភិបាលអូស្ត្រាលីមិនអាចជួយអ្វីបាននោះទេត្រង់នេះគឺសំខាន់ណាស់ជាហេតុផលដែលអ្នកត្រូវតែធ្វើការជាមួយនឹងភ្នាក់ងារដែលបានចុះបញ្ជីត្រឹមត្រូវបើបងប្អូនមានបំណងមកធ្វើការនៅប្រទេសអូស្ត្រាលីសូមបងប្អូនស្វែងរកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីជៀសផុតពីការឆោបបោកសូមអរគុណសូមជម្រាបលា